ជំរាបសួរបងប្អូនប្រិយមិត្តដែលនិយមតាមដានព័ត៌មានតាមសង្គម YouTube ទាំងអស់គ្នាបាទហើយពេលនេះដែរជួបជាមួយខ្ញុំបាទនេផ្លយបាទហើយពេលនេះខ្ញុំបាទមានព័ត៌មានទាក់ទងនឹងព័ត៌មានអន្តរជាតិវិញម្ដងបាទហើយព័ត៌មាននេះគឺទាក់ដូចជាព័ត៌មានខ្មែរយើងដែរគឺទាក់ទងនឹងករណីចាប់កូនក្មេងយកទៅវះក្រលៀនបាទហើយចំពោះព័ត៌មាននេះគឺសមត្ថកិច្ចប្រទេសវៀតណាមប្រកាសអាសន្នឲ្យប្រទេសជិតខាងមានការប្រុងប្រយ័ត្នចំពោះកូនរបស់ខ្លួនពីបញ្ហាចាប់ក្មេងយកក្រលៀនបាទយោងតាម account Facebook របស់កូនខ្មែរកម្ពុជាក្រមដែលបានបង្ហោះរូបភាពជនល្មើសដែលតែងតែចាប់ក្មេងយកទៅលក់នៅឯប្រទេសចិនវះយកក្រលៀនពេលនេះសមត្ថកិច្ចវៀតណាមចាប់បានមេខ្លោង3នាក់ហើយនៅមានក្រុមគ្នាគេជាច្រើនអ្នកទៀតដែលទៅចាប់ក្មេងៗនៅប្រទេសជិតខាងដូចជាកម្ពុជាថៃចិនជាដើមបាទដូច្នេះហើយសមត្ថកិច្ចវៀតណាមអំពាវនាវដល់ប្រទេសជិតខាងឲ្យមានការប្រុងប្រយ័ត្នចំពោះប្រជាជនរបស់ខ្លួនដែលរស់នៅខុសច្បាប់ព្រោះពួកគេភាគច្រើនជាជនជាតិដែលរត់គេចពីប្រទេសវៀតណាមបាទយ៉ាងព័ត៌មាននេះគឺតាក់ទងនឹងជនខុសច្បាប់ដែលភៀសខ្លួនមកជ្រកកោននៅប្រទេសយើងជាពិសេសគឺអ្នកដែលរកស៊ីចាប់ក្មេងវះក្រលៀននេះតែម្ដងបាទតាមការរៀបរាប់របស់បងប្អូនខ្មែរកម្ពុជាក្រមដែលបង្ហោះរូបភាពនិងអត្ថបទនេះបានឲ្យដឹងថាក្មេងៗចាប់ពីអាយុ7ឆ្នាំដល់15ឆ្នាំអាចលក់ក្រលៀនចាប់ពីបាទតម្លៃវាគឺចាប់ពី$20000ឡើងទៅពិតជាថ្លៃមែនតើបានគាត់ហ៊ានធ្វើដល់ថ្នាក់ហ្នឹងបាទមានអ្នកមានលុយមានអំណាចជាច្រើនដែលហ៊ានចំណាយលុយទិញក្រលៀនក្មេងៗព្រោះតែពួកគេភាគច្រើនខ្សោយក្រលៀនគ្មានសមត្ថភាពផ្លូវភេទមិនមានកម្លាំងគ្រប់គ្រាន់ដូច្នេះទើបពួកគេហ៊ានចំណាយលុយទិញក្រលៀនក្មេងៗរហូតរាប់$10,000បែបនេះបាទហើយចឹងសូមបងប្អូនជួយ share ឲ្យប្រជាជនខ្មែរយើងមានការប្រុងប្រយ័ត្នផងបាទកុំឲ្យកូនរបស់អ្នកទៅកន្លែងស្ងាត់ឬនៅជាមួយមនុស្សមិនស្គាល់មុខបាទហើយនេះជាករណីដែលប្រទេសវៀតណាមប្រកាសឲ្យប្រទេសជិតខាងមានការប្រុងប្រយ័ត្នចំពោះជនដែលគេចពីប្រទេសរបស់ខ្លួននឹងមកក្រោកកោនដើម្បីធ្វើរឿងដែលគោកបីនេះបាទនេះជារូបភាពជនល្មើសហ្នឹងបាទហើយនៅករណីស្រុកខ្មែរយើងក៏មាន 4-5 ករណីទៅហើយបាទជាដូចជាម្សិលមិញផ្សំថ្ងៃហ្នឹងគឺតាក់ទងនឹងការបាត់ក្មេងចាប់ក្មេងគឺជនជាតិវៀតណាមចាប់ក្មេងនៅម្ដុំស្ពានជ្រោយចង្វានៅក្បែរសាលាបេលធីនៅក្នុងសង្កាត់ឫស្សីកែវនេះបាទផ្អើមទាំងយប់តែម្ដងបាទហើយនេះជាព័ត៌មានដែលដាស់តឿនឲ្យបងប្អូនដែលមានកូនតូចឬក៏កូនចាប់ពីអាយុ7ឆ្នាំឡើងទៅមិនដោយឲ្យគាត់ទៅរៀនម្នាក់ឯងឬក៏គាត់ដើរទៅរៀនសូមមេត្តាប្រុងប្រយ័ត្នទាំងអស់គ្នាបើសិនជាអាចសូមបងប្អូនជូនគាត់ទៅរៀនហើយពេលម៉ោងចេញរៀនទទួលគាត់មកវិញកុំឲ្យមានបញ្ហានេះកើតឡើងបាទហើយចំពោះព័ត៌មាននេះគឺមានតែប៉ុណ្ណឹងសូមបងប្អូនជួយ like share subscribe ដើម្បីទទួលបានព័ត៌មានថ្មីទៀតបាទសូមអរគុណ